ងកវីនិពន្ធសូហ្វីយ៉ាត្រូវបានចិញ្ចឹមបីបាច់ថែរក្សាតាមបែបបុរាណដែលកូនស្រីត្រូវធ្វើការងារផ្ទះនាងមិនអាចរៀនបានទេប៉ុន្តែម្ដាយនាងបានលួចបង្រៀននាងដោយមិនឲ្យគេដឹងសូហ្វីយ៉ាបានរៀបការនៅអាយុ12ឆ្នាំប៉ុន្តែនាងនៅតែបន្តការអាននិងសរសេរប្តីរបស់នាងរៀនផ្នែកមេធាវីនៅក្នុងទីក្រុងកុលកាតាហើយពួកគេតែងតែជជែកនិងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកសូហ្វីយ៉ាបានក្លាយទៅជាមនុស្សម្នាក់ដែលពូកែខាងតែងនិពន្ធកំណាព្យហើយកំណាព្យដំបូងរបស់នាងត្រូវបានចុះផ្សាយនៅលើកាសែតនៅពេលនាងមានអាយុ13ឆ្នាំសូហ្វីយ៉ាបានក្លាយជាស្ត្រីមេម៉ាយនៅអាយុ23ឆ្នាំនាងត្រូវរស់នៅជាមួយកូនស្រីម្នាក់នៅក្នុងទីក្រុងមួយដ៏ធំនាងមិនបានត្រឡប់ទៅផ្ទះឪពុកម្ដាយរបស់នាងវិញទេហើយនាងបានសម្រេចចិត្តរស់នៅក្នុងទីក្រុងកុលកាតាដោយធ្វើជាគ្រូបង្រៀននិងអ្នកនិពន្ធទាំងនៅក្នុងជីវិតពិតនិងជីវិតនៅក្នុងកំណាព្យរឿងដែលនាងតែងតែនិពន្ធសូហ្វីយ៉ាតែងតែបង្ហាញថានាងជាមនុស្សដែលទន់ភ្លន់ប៉ុន្តែរឹងមាំនៅពេលនោះអ្នកនិពន្ធដ៏ល្បីមួយរូបឈ្មោះរ៉ាប៊ីនបានហៅនាងថាជាផ្កាយនាទិសខាងជើងព្រោះនាងតែងតែបង្រៀននិងណែនាំដល់មនុស្សជាច្រើនសូហ្វីយ៉ាបានឆ្លងកាត់ការលំបាកជាច្រើននៅក្នុងជីវិតមានដូចជាគ្រោះទុរភិក្សនាឆ្នាំ1943ការដួលរលំអាណានិគមអង់គ្លេសនាឆ្នាំ1977ចលនានៃការផ្លាស់ប្ដូរភាសានាឆ្នាំ1952និងសង្គ្រាមទាមទារសេរីភាពនៅប្រទេសបង់ក្លាដេសនាឆ្នាំ1971ឆ្លងកាត់ទុក្ខលំបាកទាំងនេះសូហ្វីយ៉ាតែងតែគិតពីអ្នកនៅជុំវិញខ្លួនជានិច្ចហើយនាងគឺជាមេដឹកនាំដ៏ល្អម្នាក់នៅក្នុងសហគមន៍សូហ្វីយ៉ាបានរស់នៅក្នុងជីវិតមួយយ៉ាងវែងនិងអស្ចារ្យដោយនាងគឺជាអ្នកនិពន្ធកំណាព្យផងនិងជាអ្នកជួយអ្នកដទៃផងគាត់មិនដែលខ្ជះខ្ជាយពេលវេលាមួយនាទីណាឡើយគាត់តែងតែធ្វើការជាប្រចាំដើម្បីធានាថាពិភពលោកនេះបានប្រសើរជាងមុនសម្រាប់មនុស្សគ្រប់គ្នាមិនមែនសម្រាប់តែក្មេងស្រីឬស្ត្រីប៉ុណ្ណោះសូហ្វីយ៉ាបានរៀបការម្ដងទៀតហើយមានកូនល្អៗដែលបន្តការងាររបស់គាត់រហូតមកដល់សព្វថ្ងៃនេះសូហ្វីយ៉ាពិតជាមានកម្លាំងយ៉ាងពិសេសអស្ចារ្យពិតប្រាកដមែនតាមរយៈការតែងនិពន្ធនិងសមត្ថភាពផ្សេងៗគាត់បានជួយក្មេងស្រីរាប់ពាន់នាក់ឲ្យមានចំណេះដឹងនិងមានអនាគតល្អចប់សូមបងប្អូនកុំភ្លេចជួយចុច Subscribe និង Like Share លើ Channel នេះខ្ញុំម្នាក់មួយផងសូមអរគុណ